សួស្តីមិត្តភ័ក្តិនៅក្នុង Facebook ទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពីកម្មវិធីដើម្បីដំឡើង iPhone 6 Remix ជាដំបូងយើងចូលទៅក្នុង site វាតមកយើងយកពាក្យ sources ហើយកាមេរ៉ាមិនសូវច្បាស់បន្តិចយក sources sources ដូចឯងមួយទៀតនោះក្នុងកប៉ាល់ឆោណាចូលកប៉ាល់នេះ sources មិនថតមកជើងពាក្យយក edit បន្ទាប់មកយកពាក្យ add តមកយើងវាយពាក្យថា here link .uripo.com ដូរខ្មែរសាដូរជាភាសាអង់គ្លេសសិន here link .uripo.com តមកយកពី add សោះប៉ុន្តែខ្ញុំមានស្រាប់ហើយតមកយើងចូលខ្ញុំមានស្រាប់ហើយឥឡូវខ្ញុំសុំ cancel តមកយើងចូលក្នុងពាក្យយកកន្លែង headline repository តមកយើងយកពាក្យ ringtone តមកយើងអូសយកតមកយើងចុចទៅលើ iPhone Remix iPhone 6 Remix តមកយើងចុចយកពាក្យ install ទៅពេល install ហើយប៉ុន្តែបើថា install បានយើងអាចចូលទៅ download កម្មវិធីណាមួយដើម្បីឲ្យវា reboot machine ខ្ញុំចូលទៅពី all sources បន្ទាប់មកខ្ញុំចូលទៅពី ringtone ដែរប៉ុន្តែខ្ញុំយក ringtone remix ផ្សេងទៀតដើម្បីឲ្យវា boot machine ខ្ញុំយកពាក្យនេះដើម្បីឲ្យវា boot machine ដល់ពេលវា boot machine ហើយយើងអាចមើលឃើញនេះខ្ញុំចូលទៅមើលក្នុង setting តែម្ដងព្រោះខ្ញុំបានបញ្ចូលហើយអស់ហើយចូល setting តមកយកពាក្យ ringtone នេះជា ringtone របស់ខ្ញុំដែរទើប download បានយើងអាចជ្រើសរើសយកមួយណាក៏បានទៅជា ringtone នៅពេល download មក បានទៅចឹង You have a new message. ចូលទៅតាមទៅដល់ខ្ញុំជាស្លឹកខ្ញុំអាចនឹងមានវិធីប្រាប់មួយទៀតសូមអរគុណច្រើនបាយបាយមិត្តភក្តិទាំងអស់គ្នា